ធីបុណ្យចូលឆ្នាំចិនឬបុណ្យទីឃារដូវគឺជាកម្មវិធីបុណ្យដ៏ធំនិងសំខាន់បំផុតសម្រាប់ប្រជាជនចិននិងជាប់ខ្សែស្រឡាយចិននៅជុំវិញពិភពលោករួមទាំងនៅក្នុងប្រទេសកម្ពុជាយើងផងដែរពិធីបុណ្យនេះមិនត្រឹមតែជាការអបអរសាទរការផ្លាស់ប្ដូរឆ្នាំថ្មីតាមច័ន្ទគតិប៉ុណ្ណោះទេប៉ុន្តែវាជាពេលវេលានៃការជួបជុំគ្រួសារនិងការបង្ហាញការដឹងគុណចំពោះបុព្វបុរសរបស់ពួកគេផងដែរខាងក្រោមនេះគឺជាការរៀបរាប់យ៉ាងក្បោះក្បាយអំពីទំនៀមទម្លាប់សំខាន់ៗនៃពិធីបុណ្យនេះ 1. ការរៀបចំមុនថ្ងៃចូលឆ្នាំការសម្អាតនិងការតុបតែងមុនពេលថ្ងៃចូលឆ្នាំមកដល់គេសង្កេតឃើញមានសកម្មភាពសំខាន់ៗដូចជាការសម្អាតផ្ទះសម្បែងគេជឿថាការបោសសម្អាតផ្ទះឲ្យស្អាតមុនថ្ងៃចូលឆ្នាំថ្មីគឺជាការបោសសម្អាតកាកសំណល់អាក្រក់ចេញពីឆ្នាំចាស់ដើម្បីទទួលយកសិរីសួស្តីក្នុងឆ្នាំថ្មីការតុបតែងពណ៌ក្រហមតំណាងឲ្យសំណាងល្អសុភមង្គលនិងធម៌ពលគេតែងតែបិទក្រដាសជូនលៀនក្រដាសពណ៌ក្រហមមានសរសេរពាក្យជូនពរនៅតាមមាត់ទ្វារព្យួរគោមក្រហមនិងបិទរូបភាពទេវតាថែរក្សាទ្វារ 2. ការសែនដួងព្រលឹងបុព្វបុរសថ្ងៃសែននេះគឺជាចំណុចសំខាន់ស្នូលនៃពិធីបុណ្យសម្រាប់គ្រួសារនីមួយៗការរៀបចំម្ហូបអាហារគេរៀបចំម្ហូបអាហារបង្អែមនិងផ្លែឈើជាច្រើនមុខដើម្បីសែនដល់ដួងព្រលឹងដូនតាមុខម្ហូបនីមួយៗសុទ្ធតែមានអត្ថន័យឧទាហរណ៍ត្រីតំណាងឲ្យភាពស្រស់ល្អសម្បូរហូរហៀមីតំណាងឲ្យអាយុយឺនយូរការដុតក្រដាសសែនបន្ទាប់ពីសែនរួចគេតែងតែដុតក្រដាសមាសក្រដាសប្រាក់និងសម្ភារៈធ្វើអំពីក្រដាសផ្សេងៗដើម្បីបញ្ជូនឲ្យសាច់ញាតិដែលបានចែកឋានទៅ 3. ការជួបជុំពិសាអាហារសាមគ្គីនៅយប់មុនថ្ងៃចូលឆ្នាំយប់ដាច់ឆ្នាំសមាជិកគ្រួសារទាំងអស់ទោះនៅទីណាក៏ត្រូវតែមកជួបជុំគ្នាដើម្បីពិសាអាហារពេលល្ងាចរួមគ្នាវាគឺជាអាហារដែលសំខាន់បំផុតសម្រាប់ឆ្នាំដែលបង្ហាញពីភាពរឹងមាំនិងសេចក្តីស្រឡាញ់ក្នុងគ្រួសារ 4. ការចែកអាំងប៉ាវនេះគឺជាចំណុចដែលក្មេងៗចូលចិត្តបំផុតមនុស្សចាស់ឬអ្នកដែលមានគ្រួសារហើយតែងតែផ្ដល់កញ្ចប់លុយពណ៌ក្រហមដែលគេតែងតែហៅថាអាំងប៉ាវដល់ក្មេងៗដែលអ្នកដែលនៅលីវដើម្បីការជូនពរការជូនសំណាងល្អនិងឆាប់រុងរឿងចំនួនទឹកប្រាក់ក្នុងអាំងប៉ាវជារឿយៗគេតែងតែជៀសវាងលេខ4ព្រោះបញ្ចេញសំឡេងស្រដៀងនឹងពាក្យស្លាប់និងចូលចិត្តលេខ8ឬលេខគូ 5. ការហាមឃាត់និងជំនឿផ្សេងៗក្នុងកំឡុងពេលបុណ្យចូលឆ្នាំមានបម្រាមមួយចំនួនដែលគេគោរពតាមយ៉ាងខ្ជាប់ខ្ជួនមិនអោយបោសផ្ទះនៅក្នុងថ្ងៃទី1នៃចូលឆ្នាំថ្មីគេមិនអោយបោសផ្ទះឡើយព្រោះខ្លាចបោសលាភសំណាងចេញពីផ្ទះមិនអោយឈ្លោះប្រកែកគ្នាគ្រប់គ្នាត្រូវនិយាយតែពាក្យល្អៗនិងផ្ដល់ស្នាមញញឹមឲ្យគ្នាដើម្បីឲ្យឆ្នាំថ្មីមានភាពសុខសាន្តមិនឲ្យកក់សក់ឬកាត់សក់គេជឿថាការធ្វើបែបនេះនឹងលាងជម្រះសំណាងល្អចេញការស្លៀកពាក់គេនិយមស្លៀកពាក់ពណ៌ភ្លឺរស់រវើកជាពិសេសគឺពណ៌ក្រហមជៀសវាងពណ៌ខ្មៅឬសដែលតំណាងឲ្យការកាន់ទុក្ខចំណុចចុងក្រោយទី6ការសម្ដែងរបាំមុងសាយការទង់ស្គាល់ការរាំមុងសាយត្រូវបានគេជឿថាមានអានុភាពអាចបណ្ដេញវិញ្ញាណអាក្រក់និងនាំមកនូវសិរីសួស្តីសុភមង្គលនិងទ្រព្យសម្បត្តិដល់ម្ចាស់ផ្ទះឬដល់ម្ចាស់អាជីវកម្មជាដើមនៅប្រទេសកម្ពុជាការចូលឆ្នាំចិនបានក្លាយជាវប្បធម៌ចម្រុះដ៏រស់រវើកដែលមិនត្រឹមតែបងប្អូនជាប់ខ្សែស្រឡាយចិនប៉ុណ្ណោះទេសូម្បីតែប្រជាជនទូទៅក៏ចូលរួមអបអរសាទរនិងសែនព្រេនតាមជំនឿរៀងៗខ្លួនផងដែរវីដេអូប្រវត្តិនៃទំនៀមទម្លាប់និងពិធីបុណ្យចូលឆ្នាំចិនមានតែប៉ុណ្្នឹងទេបងប្អូនទាំងអស់គ្នាបើពេញចិត្តកុំភ្លេចចុច Subscribe ហើយដាក់កណ្ដឹងជួបគ្នានៅវីដេអូក្រោយទៀតជម្រាបលាបាយបាយបងប្អូនទាំងអស់គ្នា